ជំរាបសួរពុកម៉ែបងប្អូននេះគឺជាវីដេអូខ្ញុំធ្វើដំឡូងជីសណាបងប្អូនហើយវីដេអូហ្នឹងឡើងយូរហើយបងប្អូនអើយចេះតែមិនបានកាត់ចឹងបងប្អូនមើលដំណងអត់បងប្អូននេះធ្វើជាលើកទី2បងប្អូនធ្វើចានធំម្ដងឥឡូវចាប់ផ្ដើមមកចិត្តដំឡូងម្ដងបងប្អូនប្តីខ្ញុំគាត់ចង់ហូបដល់ពេលអញ្ចឹងទៅមានណាបងប្អូនហើយគាត់ឃើញទៅក៏ទៅទិញជាមួយនឹងនេះបងប្អូនជាមួយនឹងដំឡូងនេះហ្នឹងដល់ពេលហើយទិញមក3មើលមកឲ្យខ្ញុំមកយកឲ្យខ្ញុំធ្វើអញ្ចឹងបងប្អូនហើយខ្ញុំធ្វើហ្នឹងក៏លើកទី1ដែរបងប្អូនធ្វើលើកទី1ដែរអញ្ចឹងបងប្អូនប៉ុន្តែហូបទៅឆ្ងាញ់អញ្ចឹងបងប្អូនដល់ពេលហើយក៏ធ្វើលើកទី2ចានធំដែរបងប្អូនពីដំបូងធ្វើចានទូចអញ្ចឹងហើយឥឡូវមកចិត្តដំឡូងយើងសិនដំឡូងហ្នឹងខ្ញុំចិត្តសបកហើយអញ្ចឹងទៅបងប្អូនរួចហើយក៏ចិត្តជាចំណិតអញ្ចឹងមកចិត្តជាចំណិតអញ្ចឹងហើយខ្ញុំដាក់រៀបនៅក្នុងចានបងប្អូនរៀបដាក់ឲ្យស្រួលមកហើយយើងកុំចិត្តក្រាស់ពីបងប្អូនព្រោះអីខ្លាចវាក្រឆ្អិនណាបងប្អូនហើយមុននឹងចិត្តហ្នឹងខ្ញុំដាក់ដាំទឹកសិនណាបងប្អូនដាំទឹកដាក់ឆ្នាំងដាក់ចំហុយសិនតម្រូវឲ្យយើងចិត្តហើយអីហើយចឹងទៅរៀបចំហើយទឹកយើងពុះល្មមបងប្អូនឥឡូវទឹកក៏ជិតពុះហើយនេះទឹកពុះហើយដែរបងប្អូនខ្ញុំក៏យកដាក់ចំហុយហ្នឹងរឿងយូរដែរបងប្អូនប្រហែលជា40នាទីទេដឹងព្រោះអីចំហុយរឿងយូរដែរអញ្ចឹងបងប្អូនឥឡូវមើលទៅរឿងទុនហើយក៏ខ្ញុំយកឆ្កឹះយកមកចាក់មើលអញ្ចឹងបងប្អូនដល់ពេលចាក់មើលទៅវារឿងស្ទើរបន្តិចដល់ពេលស្ទើរទៅខ្ញុំក៏ចំហុយមួយផ្លែតទៀតអញ្ចឹងទៅឥឡូវឆ្អិនហើយបងប្អូននេះឆ្អិនហើយយើងយកចេញមកឲ្យវារឿងត្រជាក់សិនទៅបងប្អូនបន្ទាប់មកខ្ញុំក៏យកមកថាស្កត់យកសមយកមកស្កត់អញ្ចឹងបងប្អូនឲ្យវាខ្ទេចទាំងអស់អញ្ចឹងបងប្អូនទឹកទាំងអស់អញ្ចឹងហើយវាល្មួតចូលគ្នាហើយខ្ញុំដាក់បន្ថែមជាមួយស្ករបន្ថែមជាមួយនឹងទឹកដោះគោស្រស់បងប្អូនដាក់ច្រវាល់ចូលគ្នាអញ្ចឹងមកបងប្អូនហើយនេះខ្ញុំធ្វើបន្តិចសិនដាក់ជាមួយនឹងចានតូចសិនបងប្អូនដាក់ចានតូចដាក់បាន3ចានគាត់ថាយើងកុំធ្វើក្រាស់ពេកបងប្អូនមកធ្វើក្រាស់ពេកអត់សូវឆ្ងាញ់ទេយើងដាក់ឈីសកាន់តែច្រើនកាន់តែឆ្ងាញ់អញ្ចឹងបងប្អូនហើយដំឡូងនេះក៏ផ្អែមហើយដែរបងប្អូនខ្ញុំអត់ដាក់ស្ករច្រើនទេអានេះខ្ញុំធ្វើដាក់3កូនចានតូចអញ្ចឹងបងប្អូនដាក់ចូលឈីសចឹងមកដាក់រោយពីលើចឹងមកបងប្អូនរោយពីលើហើយដាក់ទាំងអស់នឹងហើយមកបានខ្ញុំយកទៅដុតបងប្អូនយកទៅអាំងនៅក្នុងម៉ាស៊ីននេះបងប្អូនដាក់ចូលក្នុងម៉ាស៊ីនហើយយើងបវល់កម្ដៅវា170បងប្អូនដាក់10នាទីមកដល់ពេល10នាទីហើយឆ្អិនហើយបងប្អូននិយាយទៅយើងឲ្យតែឈីសវានេះចឹងបងប្អូនឲ្យឈីសវាលាយចូលគ្នាហើយដុតមើលទៅពណ៌ឲ្យស្អាតបងប្អូនហើយបន្ទាប់ពីហុបអស់3កូនចានហ្នឹងហើយជាមួយកូនភ្លក់មើលដល់ហើយនៅសល់មួយចានធំទៀតបងប្អូនខ្ញុំក៏ដាក់លាយដូចមិញអញ្ចឹងលាយជាមួយនឹងស្ករជាមួយនឹងទឹកដោះគោឆៅអញ្ចឹងបងប្អូនដាក់ច្រវាល់ចូលគ្នាហើយបានយើងដាក់រៀបឲ្យស្អាតហើយបានដាក់ជាមួយនឹងឈីសបងប្អូនហើយឈីសហ្នឹងខ្ញុំដាក់ចំនួនមួយខ្ចប់ដែរបងប្អូនបើសិនជាយើងមានច្រើនដាក់កាន់តែច្រើនកាន់តែឆ្ងាញ់ទៀតចឹងបងប្អូនបើសិនជាយើងចូលចិត្តឈីសខ្លាំងបងប្អូនខ្ញុំដាក់រៀបឲ្យរោយឲ្យពេញចានហ្នឹងមកឲ្យគ្រប់ទាំងអស់ថាគ្រប់ពេញដំឡូងអញ្ចឹងបងប្អូនហើយដល់ហើយយើងមកដុតដាក់ដូចមិញអញ្ចឹងបងប្អូនកម្ដៅវាដាក់170ហើយនាទីដាក់10នាទីអញ្ចឹងបងប្អូនដល់ពេលដុតហើយបងប្អូនហើយឡើងឈ្ងុយឈីសបងប្អូនហើយពណ៌ឡើងស្អាតនេះបងប្អូននេះពណ៌ស្អាតមែនទែនហើយដល់ពេលហើយយកទៅឲ្យបងថ្លៃឲ្យក្មួយខ្ញុំគាត់ហូបបងប្អូនគាត់ថាស្អីគេហ្នឹងខ្ញុំថាមិនមែនភីសាគាត់ស្មានតែភីសាបងប្អូនមើលហើយថាចានគាត់ធំមិនស្អីគេម្នាក់4-10បាត់ម្នាក់4-10បាត់បងប្អូនហើយអស់ហលីងហើយឆ្ងាញ់បងប្អូនកូនខ្ញុំអីហើយជាមួយនឹងក្មួយអីចូលចិត្តញ៉ាំឈីសដល់ពេលអញ្ចឹងទៅមានណាមួយផ្លែតអស់ហលីងហ្នឹងហើយបងប្អូនហើយគាត់ថាយើងក្តៅហូបចឹងមិនឆ្ងាញ់ចឹងបងប្អូនហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនសម្រាប់ការទស្សនាជួបខ្ញុំនៅវីដេអូក្រោយៗទៀតបងប្អូនបើចូលចិត្តសូមចុច like និង follow មួយផងបងប្អូនអរគុណ